ខ្ញុំបាទសូមជម្រាបសួរបងប្អូននិងមិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គម Facebook ខ្ញុំបាទមាសឆាយជាម្ចាស់ Page Justice Lover in Cambodia ក្នុងថ្ងៃនេះដែរខ្ញុំបាទមានមតិមួយចំនួនដើម្បីឲ្យប្រជាពលរដ្ឋទូទាំងពិភពលោកពិចារណាទាំងអស់គ្នាក្នុងពេលថ្មីៗនេះចំពោះបព្វពួករបស់បព្វប្រជាជនបានឆាបមកខ្ញុំថាហេតុអ្វីក៏ខ្ញុំផ្កាប់មុខជាមួយនឹងបកសង្គ្រោះជាតិថាតើចំពោះខ្ញុំជាសកម្មជនស៊ីឈ្នួលបំរើបកសង្គ្រោះជាតិដាច់ថ្លៃឬមួយក៏យ៉ាងណាបន្ទាប់មកចំពោះពួកគេក៏បានគំរាមកំហែងចំពោះខ្ញុំឈប់ឲ្យខ្ញុំបញ្ចេញឃ្លីបដើម្បីវាយប្រហារទៅលើរដ្ឋាភិបាលហ៊ុនសែនឈប់រិះគន់ចំពោះថ្នាក់ដឹកនាំនៃបកសង្គ្រោះនៃបកប្រជាជនបន្ទាប់មកចំពោះគេក៏បានទិញនៃទឹកចិត្តរបស់ខ្ញុំដោយឲ្យក្នុងតម្លៃខ្លួនរបស់ខ្ញុំក្នុងមួយខែគឺ$1000ដើម្បីឲ្យខ្ញុំវិលត្រឡប់បកក្រោយដើម្បីវាយប្រហារទៅលើបកសង្គ្រោះជាតិហើយនឹងអ្នកស្នេហាជាតិមួយចំនួនចំពោះបញ្ហាទាំងអស់នេះខ្ញុំសូមជម្រាបប្រាប់អស់លោកថាអញ្ចេះអ្វីដែលខ្ញុំបានបញ្ចេញនៅក្នុងคลิปក្នុងការរិះគន់ក្នុងការវាយប្រហារទៅលើរដ្ឋាភិបាលហ៊ុនសែនអ្វីទាំងអស់នេះមិនមែនជាឆន្ទៈនិងគោលការណ៍របស់បកសង្គ្រោះជាតិដែលប្រើឲ្យខ្ញុំវាយប្រហារទៅលើរដ្ឋាភិបាលហ៊ុនសែននិងរិះគន់ចំពោះថ្នាក់ដឹកនាំរបស់បកប្រជាជននោះទេអ្វីទាំងអស់ដែលខ្ញុំធ្វើក្នុងនាមជាខ្ញុំយុវជនខ្មែរម្នាក់ជាកូនខ្មែរម្នាក់គឺខ្ញុំមានការឈឺចាប់ក្នុងរបបហ៊ុនសែនដែលបានប្រព្រឹត្តនៅអំពើថោកទាបធ្វើឲ្យប្រជាពលរដ្ឋខ្លួនឯងរងទុក្ខវេទនាក្រោមការបណ្តេញចេញពីលំនៅឋានការរឹបអូសដីធ្លីផ្ទះសម្បែងនិងបំផ្លាញនៅភ្នំព្រៃប្រឹក្សាទាំងឡាយព្រមទាំងកាត់ដីទៅឲ្យយួនអញ្ចឹងទង្វើបែបទាំងអស់នេះមិនចាំបាច់បុគ្គលណាទិញក្បាលឬក៏ខ្ញុំបំរើនយោបាយទៅឲ្យបកណាទេក្នុងនាមខ្ញុំជាយុវជនខ្មែរជាកូនខ្មែរម្នាក់គឺខ្ញុំមានការឈឺចាប់អញ្ចឹងអ្វីទាំងអស់នេះខ្ញុំចង់បង្ហាញជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកនិងជុំវិញពិភពលោកបានឃើញពីទង្វើថោកទាបរបស់បកប្រជាជនទាំងការចំណាយពេលវេលាទាំងការចំណាយថវិកាបង់សេវាអ៊ីនធឺណិតទាំងការចំណាយនៅសម្ភារៈទាំងឡាយក្នុងការបញ្ចេញឃ្លីបដើម្បីបកស្រាយឲ្យប្រជាពលរដ្ឋទាំងអស់ពិចារណានៅទង្វើក្រោមការដឹកនាំរបស់រដ្ឋាភិបាលហ៊ុនសែនមិនមែនខ្ញុំបានមកពីការឧបត្ថម្ភរបស់បកសង្គ្រោះជាតិនោះឡើយអ្វីទាំងអស់ទាំងការចំណាយទាំងអស់នេះគឺចេញពីឆន្ទៈនិងឧត្តមគតិហើយនឹងថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំមិនមែនថាបើគេមិនឧបត្ថម្ភយើងក៏មិនមែនមិនរិះគន់ដោយឃើញទង្វើអមនុស្សធម៌ឃើញទង្វើក្បត់ជាតិឃើញទង្វើប្រល័យជាតិសាសន៍ខ្លួនឯងក្រោមរបបហ៊ុនសែនដឹកនាំហើយតែបែរជាយើងមិនបញ្ចេញមតិដើម្បីឲ្យមតិសាធារណៈទូទាំងពិភពលោកបានឃើញនិងបានយល់នោះទេពីព្រោះអ្វីទាំងអស់នេះជាឧត្តមគតិនិងឆន្ទៈរបស់ខ្ញុំធ្វើសម្រាប់ប្រជាជាតិរបស់ខ្ញុំទោះខ្ញុំមិនបានកាន់កំភ្លើងឬមិនបានធ្វើអ្វីមួយសម្រាប់ប្រទេសជាតិរបស់ខ្ញុំតែខ្ញុំក៏មានការរួមចំណែកផ្ដល់មតិដើម្បីដាស់នៅសតិអារម្មណ៍របស់ប្រជាពលរដ្ឋទូទាំងពិភពលោកឲ្យដឹងថាទង្វើក្រោមការដឹកនាំរបស់ហ៊ុនសែនវាយ៉ាងម៉េចមិនមែនយើងដឹងហើយមិនមានអ្នកណាឧបត្ថម្ភហើយតែបែរយើងសង្ងំយកសក់តែខ្លួនឯងនោះគឺមិនទេហើយម្យ៉ាងទៀតខ្ញុំសូមជម្រាបប្រាប់អស់លោកថាអ្វីដែលអស់លោកគំរាមមកខ្ញុំបើខ្ញុំខ្លាចក្នុងការគំរាមរបស់អស់លោកក៏ខ្ញុំមិនបញ្ចេញនៅវីដេអូឃ្លីបដើម្បីផ្សព្វផ្សាយជាសាធារណៈឲ្យប្រជាពលរដ្ឋទូទាំងពិភពលោកបានឃើញពីទង្វើរបស់រដ្ឋាភិបាលហ៊ុនសែននោះដែរហើយម្យ៉ាងខ្ញុំសូមជម្រាបប្រាប់អស់លោកថាក្នុងការដែលខ្ញុំបិទមុខពាក់របាំងមុខនេះ
មិនមែនខ្ញុំខ្លាចនៃអំណាចរបស់ហ៊ុនសែនទេទោះជាខ្ញុំបើករបាំងមុខរបស់ខ្ញុំក៏ដោយក៏ចំពោះរដ្ឋាភិបាលហ៊ុនសែនមិនមានលទ្ធភាពក្នុងការចាប់ចំពោះខ្ញុំចូលគុកនោះដែរហើយខ្ញុំក៏មិនខ្លាចគុកបើអ្វីដែលខ្ញុំធ្វើសម្រាប់ប្រទេសជាតិរបស់ខ្ញុំសុខចិត្តពលីអ្វីគ្រប់យ៉ាងដើម្បីប្រទេសជាតិរបស់ខ្ញុំដើម្បីជនជាតិខ្មែររបស់ខ្ញុំគឺខ្ញុំមិនសង្ងំសុខណាអាច័យធ្លាក់ទឹកហើយអាលនោះទេហើយម្យ៉ាងគោលការណ៍របស់ខ្ញុំដែលពាក់របាំងមុខគឺខ្ញុំចង់បង្ហាញឲ្យពិភពលោកមិនថាជាជនជាតិខ្មែរឬជនជាតិបរទេសឲ្យគេដឹងថារបបការដឹកនាំរបស់ហ៊ុនសែនបើមិនមានការលាក់មុខបាំងមុខនិងរិះគន់ចំពោះរដ្ឋាភិបាលពាក់របាំងមុខនោះទេចំពោះអ្នកដែលរិះគន់ទាំងអស់នោះគឺមិនអាចរស់នៅបានសុខទេវាដូចជាភាពចាក់ស្ដែងនៃការសម្លាប់លោកកែមលិញចឹងគឺជាភាពចាក់ស្ដែងមួយអញ្ចឹងខ្ញុំចង់បង្ហាញឲ្យពិភពលោកបានដឹងថារបបហ៊ុនសែនគឺជារបបខ្មៅកខ្វក់អ្នកដែលរិះគន់ចំពោះហ៊ុនសែនត្រូវតែធ្វើអ្វីដូចជារូបខ្ញុំឬក៏ប្រជាពលរដ្ឋមួយចំនួនដែលគាត់ចេញមុខអ្វីទាំងអស់នេះគឺជាឧត្តមគតិនិងឆន្ទៈរបស់ពួកគាត់ក៏ប៉ុន្តែវាផ្ទុយអំពីខ្ញុំចំពោះខ្ញុំគឺត្រូវការមានការចេញចូលទៅលិចទៅកើតអញ្ចឹងអ្វីទាំងអស់គឺខ្ញុំមិនចង់ឲ្យបុគ្គលដទៃឃើញនៅមុខមាត់របស់ខ្ញុំដើម្បីងាយស្រួលចំពោះខ្ញុំអាចស៊ើបការអាចនៅក្បែរសត្រូវដើម្បីស៊ើបអង្កេតអំពីបញ្ហាអាកំបាំងរបស់បព្វជិជនហើយអ្វីទាំងអស់នេះខ្ញុំសូមជម្រាបប្រាប់អស់លោកមុននឹងក្រោយអស់លោកគង់តែឃើញនៅមុខមាត់ពិតរបស់ខ្ញុំថាខ្ញុំជាអ្នកណាប៉ុន្តែក្នុងពេលនេះការងាររបស់ខ្ញុំគឺមិនទាន់ចប់ប្រទេសជាតិពោពេញទៅដោយរបបខ្មៅកខ្វក់អញ្ចឹងចំពោះខ្ញុំគឺមិនអាចបកមុខឲ្យមហាជនទូទាំងពិភពលោកបានឃើញនោះទេបើនិយាយឲ្យចំតែម្ដងទោះជាខ្ញុំនិយាយអំពីហេតុផលយ៉ាងណាក៏ដោយក៏ចំពោះបុគ្គលមួយចំនួនតែងតែនិយាយថាបើខ្ញុំខ្លាំងហេតុអ្វីក៏មិនបាច់មុខចំពោះបញ្ហាទាំងអស់នេះគឺខ្ញុំមិនដោះសារខ្ញុំចង់និយាយថាទោះជាខ្ញុំបរិយាយអំពីហេតុផលយ៉ាងណាក៏មនុស្សមួយចំនួនក៏គេមិនគិតដូចជាអ្វីដែលខ្ញុំនិយាយគឺគេគិតថាចំពោះខ្ញុំគឺជាមនុស្សអន់មនុស្សខ្លាចចំពោះបញ្ហាទាំងអស់នេះខ្ញុំសូមជម្រាបប្រាប់អស់លោកថាខ្ញុំអន់មែនខ្ញុំខ្លាចមែនប៉ុន្តែការខ្លាចរបស់ខ្ញុំគឺសម្រាប់ប្រទេសជាតិរបស់ខ្ញុំមិនសុខចិត្តស្លាប់នៅក្រោមស្នាដៃរបស់ជនក្បត់ជាតិទេតែបើខ្ញុំស្លាប់ដោយសារប្រទេសជាតិរបស់ខ្ញុំគឺខ្ញុំសុខចិត្តពលីជីវិតហើយនិយាយឲ្យចំតែម្ដងថាខ្ញុំខ្លាចមែនខ្ញុំខ្លាចចំពោះរដ្ឋាភិបាលហ៊ុនសែនបើអ្នកណាមួយហ៊ានរិះគន់ចំពោះរដ្ឋាភិបាលហ៊ុនសែនចំពោះរដ្ឋាភិបាលហ៊ុនសែនគឺនឹងមិនទុកចំពោះបុគ្គលនោះឡើយអញ្ចឹងអ្វីទាំងអស់នេះខ្ញុំបានបង្ហាញនៅក្នុងคลิปនេះហើយសូមអស់លោកដែលបានគម្រាមនិងបានរិះគន់ចំពោះខ្ញុំក្នុងការពាក់របាំងមុខនេះខ្ញុំសូមជម្រាបប្រាប់លោកឲ្យហើយក្នុងពេលនេះហើយម្យ៉ាងទៀតខ្ញុំសូមជម្រាបប្រាប់អស់លោកដែលទិញលេខទឹកចិត្តរបស់ខ្ញុំក្នុងមួយខែ$1000ខ្ញុំសូមជម្រាបប្រាប់ថាខ្ញុំមិនមើលងាយនៅថវិកាទាំងអស់នេះទេប៉ុន្តែចំនួនលុយ$1000សំទោស$1000សម្រាប់ខ្ញុំគឺមិនសំខាន់នោះទេហើយខ្ញុំក៏អាចមានលទ្ធភាពក្នុងការរកលុយចំនួន$1000សម្រាប់ចិញ្ចឹមនៅជីវិតរបស់ខ្ញុំដែរហើយមិនបាច់អស់លោកមកទិញនៅឧត្តមគតិនិងឆន្ទៈរបស់ខ្ញុំដើម្បីសម្លាប់ជាតិឯងនោះទេគឺខ្ញុំមិនធ្វើចំពោះលុយ$1000សម្រាប់ខ្ញុំគឺខ្ញុំអាចរើ
ខ្ញុំអាចរកលើកនឹងទៅទៀតអញ្ចឹងចំពោះលុយ$1000ដែលបានមកពីការជញ្ជក់ឈាមការសម្លាប់ប្រជាពលរដ្ឋខ្លួនឯងគឺខ្ញុំមិនត្រូវការទេប៉ុន្តែអ្វីដែលសំខាន់ប្រទេសជាតិបើកាលណាបាត់បង់ទៅហើយនោះយកលុយ$1000 $10000 $1,000,000ក៏មិនអាចទិញនៃប្រទេសជាតិរបស់ខ្លួនបានមកវិញនោះដែរបើកាលណាវាបាត់បង់ទៅហើយអញ្ចឹងតម្លៃ$1000មិនស្មើនឹងតម្លៃនៃប្រទេសជាតិរបស់ខ្ញុំទាំងមូលនោះទេអញ្ចឹងអ្វីទាំងអស់គឺខ្ញុំមិនលក់នៅអត្តមគតិលក់នៅឆន្ទៈបំរើចំពោះបកនយោបាយណាមួយទេចំពោះបញ្ហាទាំងអស់នេះសូមឲ្យប្រជាពលរដ្ឋពិចារណាទាំងអស់គ្នាហើយម្យ៉ាងពេលនេះថ្ងៃនេះចំពោះបកប្រជាជនត្រូវការកម្លាំងត្រូវការមនុស្សដើម្បីវាយប្រហារទៅលើអ្នកស្នេហាជាតិវាយប្រហារទៅលើបកសង្គ្រោះជាតិដើម្បីបំពន់នៃមហិច្ឆតានយោបាយរបស់យួនគឺគេត្រូវការយើងគេត្រូវការទិញក្បាលយើងដើម្បីបម្រើពួកគេតែពេលណាដែលយើងអត់ប្រយោជន៍ថាតើចំពោះយើងគេត្រូវការទៀតដែរឬអត់មិនត្រឹមតែប្រាក់ខែសូម្បីតែជីវិតរបស់យើងក៏មិនអាចថិតថេរដែរពីព្រោះយើងដឹងរឿងវាច្រើនពេកយើងដឹងហើយថាគោលនយោបាយរបស់យួនកាលណាបុគ្គលណាមួយដែលដឹងរឿងរបស់គេច្រើនគឺគេមិនទុកទេគឺគេត្រូវតែសម្លេចចោលក្រោមរូបភាពនៃការចាត់ថ្នាំសម្លាប់ឬក៏ធ្វើអ្វីមួយដែលគេអាចគិតថាធ្វើឲ្យយើងនឹងវិនិច្ឆ័យបានអញ្ចឹងចំពោះបញ្ហាទាំងអស់នេះគឺខ្ញុំមិនលុបនៅឧត្តមគតិរបស់ខ្ញុំអ្វីដែលខ្ញុំធ្វើគឺធ្វើចេញពីឆន្ទៈកូនខ្មែរពិតប្រាកដខ្ញុំមិនលុបឧត្តមគតិខ្ញុំមិនលុបនៅឆន្ទៈក្នុងការរិះគន់ចំពោះគណៈបកណាដែលបំផ្លាញនៃប្រទេសជាតិខ្លួនឯងហើយខ្ញុំសូមជម្រាបប្រាប់លោកថាចំពោះខ្ញុំមិនមែនជាសកម្មជនស៊ីឈ្នួលឬក៏បកសង្គ្រោះជាតិជាអ្នកផ្ដល់នៅថវិកាទាំងឡាយដើម្បីឧបត្ថម្ភចំពោះខ្ញុំដើម្បីវាយប្រហារទៅលើរដ្ឋាភិបាលនោះឡើយអ្វីទាំងអស់នេះគឺជាឆន្ទៈរបស់ខ្ញុំហើយម្យ៉ាងចំពោះខ្ញុំមិនមែនជាកញ្ជះដាច់ថ្លៃរបស់គណៈបកណាមួយទេសូម្បីតែបកសង្គ្រោះជាតិក្តីប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះដោយសារតែខ្ញុំឃើញថាបកសង្គ្រោះជាតិគឺជាក្តីសង្ឃឹមសម្រាប់ជាតិខ្មែរហើយថ្នាក់ដឹកនាំនិងមន្ត្រីរបស់បកសង្គ្រោះជាតិគឺគាត់ធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាជាតិខ្មែរអញ្ចឹងចំពោះខ្ញុំគឺត្រូវតែគ្រប់គ្រងនៅទង្វើល្អនៅភាពយុត្តិធម៌មិនមែនខ្ញុំជាកូនខ្មែររស់នៅលើទឹកដីខ្មែរហើយទៅកាន់ជើងចំពោះភាពអយុត្តិធម៌ដែលកើតមានឡើងនៅក្នុងប្រទេសខ្លួនឯងនោះទេហើយទៅថ្ងៃអនាគតបើបកសង្គ្រោះជាតិคล้ายទៅជាថ្នាក់ដឹកនាំនៃប្រទេសជាតិបើបកសង្គ្រោះជាតិមិនប្រើនៃគោលការណ៍និងគោរពនៅឆន្ទៈរបស់ប្រជាពលរដ្ឋប្រើគោលនយោបាយដូចជាបកប្រជាជនដែលធ្វើមកលើប្រជាជាតិខ្មែរសពថ្ងៃនេះចំពោះខ្ញុំជាយុវជនខ្មែរក៏មិនលើកលែងទាំងឲ្យបកសង្គ្រោះជាតិនោះដែរហើយខ្ញុំក៏នឹងរិះគន់ចំពោះបកសង្គ្រោះជាតិដូចជាការដែលខ្ញុំរិះគន់ចំពោះបកប្រជាជនអញ្ចឹងមិនមែនខ្ញុំផ្កាប់មុខឃើញខុសបែរជាមិនរិះគន់ទៅរិះគន់ចំពោះអ្នកត្រូវប៉ុន្តែចំពោះបកសង្គ្រោះជាតិដូចខ្ញុំបានជម្រាបអញ្ចឹងដូច្នេះក្នុងថ្ងៃនេះខ្ញុំសូមជម្រាបប្រាប់អស់លោកឲ្យហើយទី1មិនបាច់គម្រាមទី2មិនបាច់ឆ្ងល់ទី3មិនបាច់ទិញនៅទឹកចិត្តរបស់ខ្ញុំនោះឡើយចំពោះលុយបើជាតិរបស់ខ្ញុំនៅរស់ខ្ញុំអាចរកលុយច្រើនជាងនេះទៅទៀតតែបើជាតិខ្ញុំស្លាប់ចំពោះខ្ញុំក៏មិនអាចរស់នៅបានសុខដែរមិនអាចឲ្យអ្នកណាមួយគេមើលងាយខ្ញុំថាជាជនជាតិខ្មែរ